ចាជំរាបសួរថ្ងៃហ្នឹងមកមើលស្រែពីអ្នកប្តីហើយក៏មកមើលស្រូវកដោធ្វើទុកអត់អីចឹងណាដល់ឥឡូវមកជួបកាស្នោមួយគុំក៏ថតយកបដិទ្ធយកទេសភាពហើយក៏បេះកាស្នោកាយហ្នឹងយកទៅធ្វើអន្លក់បុកល្ហុងបងប្អូនបុកល្ហុងខ្មែរណាបុកល្ហុងខ្មែរដាក់អំពិលខ្ចីម្ទេសមួយក្តាប់ចឹងទៅដើម្បីហើញ៉ាំមួយបាយឆ្ងាញ់ណាស់បងប្អូនអើយថ្ងៃហ្នឹងបាយអស់ពី3ចានណាដោយសារសំបីតាបញ្ចូលវីដេអូនេះក៏នៅតែឃ្លានញ៉ាំទៀតដែរដោយសារសំមិញខ្ញុំទៅមើលស្រែវីដេអូនេះគឺខ្ញុំទៅមើលស្រែសំមិញទេឃើញបេះកាស្នោយកមកធ្វើលក់ដល់ពេលសំបីតាខ្ញុំបញ្ចូលសំឡេងនេះក៏ខ្ញុំឃ្លានញ៉ាំទៀតដែរបងប្អូនអើយដោយសារសំមិញហ្នឹងម្ហូបឆ្ងាញ់ណាស់បងប្អូនបុកល្ហុងប្រហុកយើងបុកល្ហុងស្រែយើងផងឆានតុងឆាក្តៅតុងផងចំហុយពងទាហងធ្វើខ្ញុំញ៉ាំបាយបានមែនទែនថែមហើយថែមទៀតថាញ៉ាំល្មមឯងដល់ពេលមកហូបឆ្ងាញ់ពេកបងប្អូនអើយអត់ថែមបាយមិនបានទេតាំងប្តីតាំងប្រពន្ធគឺឆ្ងាញ់ណាស់បងប្អូនថែមហើយថែមទៀតដោយសារបុកល្ហុងស្រែរបស់យើងនឹងគឺត្រូវការលក់ស្រស់ចឹងសំបីតាគ្រូសាខ្ញុំគាត់លេងដៃបដ ாய் បងប្អូនញ៉ាំដៃបដ ாய் ច្បល់ម្រាម5បដ ாய் ឆ្ងាញ់យើងញ៉ាំបែបយើងស្រុកស្រែមកពីស្រែមកមិន10កន្លះហើយទៅបានធ្វើបុកល្ហុងដើម្បីឆ្អិននេះបងប្អូនបុកល្ហុងមកត្បាល់ញ៉ាំតែ2នាក់គ្រូសាខ្ញុំទេតែឥឡូវហ្នឹងគឺចិត្តអស់ហើយនេះលក់ខ្ញុំបេះមកមានត្រួយកទូតមានកាស្នោនេះបងប្អូនអើយចាំមើលខ្ញុំញ៉ាំណាឆ្ងាញ់ណាស់បាយថែមពី3ចានបងប្អូនអត់ចេះឆ្អែតសោះមាត់នៅតែឆ្ងាញ់និយាយទៅមាត់នៅតែឆ្ងាញ់តែពោះហ្នឹងតឹងហើយដល់ថ្នាក់ញ៉ាំបាយបដាសម្រាប់មកផ្លេតចឹងទៅបានញ៉ាំទៀតដូចថាឆ្ងាញ់មាត់នៅតែឃ្លានណាបងប្អូនបុកល្ហុងខ្មែរយើងឆ្ងាញ់មែនតែនបដ ாய் ទៅវាស្រែមើលស្រូវចឹងទៅឃើញទៅបេះមកមកថងមកដល់នេះផ្សំត្រួយកទូតខ្លះអីចឹងទៅគឺបន្លែធម្មជាតិខ្ញុំអត់មានតកួនអ្នកសារតកួនខ្ញុំអត់មានទឹកចឹងទៅងាប់អស់ហើយឥឡូវខ្ញុំបេះតាកាស្នោនិងត្រួយកទូតរបស់យើងណាត្រួយកទូតដែលគេយកធ្វើណែមមកឆ្ងាញ់ណាស់បងប្អូនហើយញ៉ាំបាយរួចក៏សម្រាប់ចំនួន1ម៉ោងហើយក៏ពីអ្នកគ្រួសាររបស់ខ្ញុំនឹងក៏បានមកមើលលេងស្រែវាលដែរស្រែវាលហ្នឹងគឺខ្ញុំធ្វើស្រូវព្រោះដោះរួចហើយដាក់ជីអស់3-4ក្រុងហើយណាបងប្អូនទៅឥឡូវលិចទឹកអស់ហើយឥឡូវមើលក្នុងស្រែរបស់ខ្ញុំហ្នឹងគ្រួសាររបស់ខ្ញុំគាត់ចោះហ្នឹងគឺព្រមដង្ហើមរបស់គាត់ក៏ដកស្រូវមើលថាស្រូវហ្នឹងស្អុយហើយនៅខូចហើយនៅនោះក៏ដកមកគាត់ថាស្អុយអស់ហើយរលួយអស់ហើយដោយសារខ្ញុំព្រោះហើយខ្ញុំដាក់ជីហើយចឹងទៅទឹកទន្លេមកលិចអស់បងប្អូនអើយស្ដាយណាស់ហើយខែប៉ុណ្ណេះហើយខែ11ថ្ងៃទី26ណាថ្ងៃសុំទោសខែ10ថ្ងៃទី26បងប្អូនអត់តាន់ស្រកទេហើយអត់ដឹងថាធ្វើវិញតន់តែអត់ទេព្រោះអីទឹកទន្លេស្រកទឹកបន្លែរបស់យើងក៏ស្រកដែរដល់ពេលអញ្ចឹងមិនដឹងថាបានធ្វើទៅយើងទឹកយើងគ្រប់គ្រាន់អត់ទេបើថាកាលណាតែធ្វើទាំងអស់គ្នាបូមដាក់ទាំងអស់គ្នាគឺរំពឹងទឹកបន្លែគឺអត់គ្រប់ទេគឺមានទឹកភ្លៀងទឹកអីកក់1មេ2មេអីទៅអាចសង្ឃឹមនឹងគ្រប់តែបើសង្ឃឹមថាទឹកបន្លែតែទឹកទន្លេស្រកទឹកបន្លែក៏ស្រកដែរណាបងប្អូនអញ្ចឹងហើយសង្ឃឹមថាប្រហែលជាឆ្នាំហ្នឹងធ្វើអត់តាន់ទេតាន់តែធ្វើបានតិចតួចអត់ធ្វើទាំងអស់ហើយស្រែខ្ញុំធ្វើស្រែចំនួន2-10ហាត់អញ្ចឹងខ្ញុំប្រហែលជាខាត8ហិកតាអត់បានធ្វើហើយមើលទៅខ្ញុំវាខាងលើនេះគឺខ្ញុំបានព្រោះដោះហើយគឺបាន1ខែជិត1ខែណាបងប្អូនតែពិបាកតែស្រែវាលទេដែលធ្វើអត់តាន់អញ្ចឹងហើយខ្ញុំមានការពិបាកចិត្តដោយសារខ្ញុំរំពឹងចាយវាតែសង្ឃឹមថាធ្វើស្រូវធ្វើស្រែនឹងឯងចាវីដេអូនេះមានតែប៉ុណ្្នឹងឯងសូមអរគុណ